ណៈពេលនេះមហាអំណាចរុស្ស៊ីបញ្ជូននាវាចម្បាំងរបស់ខ្លួនដើម្បីទៅដាក់ពង្រាយនៅសមុទ្រខ្មៅឡើងវិញបន្ទាប់ពីអឺរ៉ុបមិនយល់ព្រមដកទណ្ឌកម្មហើយបើតាមដំណឹងមកថាប្រទេសមហាអំណាចរុស្ស៊ីមានការព្រមានថាអាចនឹងធ្វើការវាយប្រហារដោយបាញ់មីស៊ីលចេញពីនាវាចម្បាំងរបស់ខ្លួនគឺបាញ់ចេញពីសមុទ្រខ្មៅនេះសម្ដៅទៅលើទឹកដីនៃប្រទេសអ៊ុយក្រែនជាពិសេសនោះទៅលើរដ្ឋធានីគៀវតែម្ដងនិងដោយយោងតាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មាន RBC នៃប្រទេសអ៊ុយក្រែនដែលបានចុះផ្សាយកាលពីថ្ងៃទី31ខែមីនាឆ្នាំ2025នេះប្រទេសរុស្ស៊ីនេះចាប់ផ្ដើមបញ្ជូននាវាចម្បាំងរបស់ខ្លួនមានចំនួនជាច្រើនគ្រឿងទៅដាក់ពង្រាយនៅសមុទ្រខ្មៅឡើងវិញក្រោយពីបានដកនាវាទាំងនោះចេញពីតំបន់សមុទ្រខ្មៅគឺព្រោះថាមីស៊ីលនិងដ្រូនទឹករបស់អ៊ុយក្រែនបើកការវាយប្រហារទៅលើនាវាចម្បាំងរបស់ខ្លួនបណ្ដាញផ្សាយព័ត៌មាន RBC អ៊ុយក្រែនបានចុះផ្សាយថានាវាចម្បាំងរបស់រុស្ស៊ីទាំងនោះគឺផ្ទុកទៅដោយគ្រាប់មីស៊ីលគ្រូសហើយប្រទេសរុស្ស៊ីនេះមានផែនការដើម្បីបើកយុទ្ធនាការជាថ្មីម្ដងទៀតដោយវាយប្រហារមកលើទឹកដីនៃប្រទេសអ៊ុយក្រែនដែលរយៈពេលប៉ុន្មានខែចុងក្រោយនេះប្រទេសមហាអំណាចរុស្ស៊ីនេះបានស្ងប់ស្ងាត់ទៅហើយពីការវាយប្រហារដោយបាញ់មីស៊ីលចេញពីតំបន់សមុទ្រខ្មៅនេះបើតាមសេចក្តីរាយការណ៍គឺបានឲ្យដឹងថានាវាចម្បាំងរបស់រុស្ស៊ីដែលផ្ទុកមីស៊ីលយ៉ាងតិចចំនួន2គ្រឿងមកដាក់ពង្រាយនៅលើសមុទ្រខ្មៅជាលើកដំបូងដែលមីស៊ីលរបស់រុស្ស៊ីចូលមកដល់សមុទ្រខ្មៅឡើងវិញនេះហើយមីស៊ីលទាំងនោះផ្ទុកដោយគ្រាប់មីស៊ីលគ្រូសទៀតផងនាវាចម្បាំងរបស់រុស្ស៊ីនោះបានបើកចេញពីផ្នែកមួយនៃសមុទ្រអាតិចនិងបើកចេញពីសមុទ្រមេឌីទែរ៉ាណេបើតាមប្រភពព័ត៌មានដដែលនេះគឺបានឲ្យដឹងថានាវាចម្បាំង4គ្រឿងរបស់រុស្ស៊ីបានបើកចេញពីសមុទ្រមេឌីទែរ៉ាណេដោយឆ្ពោះទៅដាក់ពង្រាយនៅលើតំបន់សមុទ្រខ្មៅបើតាមសេចក្តីរាយការណ៍ដដែលនេះគឺបានឲ្យដឹងថានាវាចម្បាំងរបស់រុស្ស៊ីនោះបានបើកឆ្លងកាត់ក្រោមស្ពានគ្រីមៀទៀតផងអ្នកនាំពាក្យសម្រាប់ទ័ពជើងទឹកនៃប្រទេសអ៊ុយក្រែនឌីមីត្រូផ្លែនតេនជុកគឺបានឲ្យដឹងថាកងកម្លាំងអាកាសនិងកងទ័ពជើងទឹករបស់អ៊ុយក្រែនកំពុងតាមឃ្លាំមើលចំពោះការធ្វើចលនានាវាចម្បាំងរបស់រុស្ស៊ីទាំងនោះហើយកងកម្លាំងនៃកងទ័ពជើងទឹករបស់អ៊ុយក្រែនក៏បានប្រុងប្រៀបផងដែរគឺដើម្បីប្រុងប្រៀបប្រសិនបើរុស្ស៊ីផ្ទុះការវាយប្រហារជាថ្មីម្ដងទៀតចេញពីតំបន់នៃសមុទ្រខ្មៅសម្ដៅទៅលើទឹកដីនៃប្រទេសអ៊ុយក្រែនចំពោះការទម្លាក់ចុះនៃបទឈប់បាញ់គ្នានៅតំបន់សមុទ្រខ្មៅនេះបានត្រឹមតែមានការប្រកាសដោយភ្ញាក់ផ្អើលតែប៉ុណ្ណោះតែតាមការពិតរុស្ស៊ីមិនទទួលយកបាននៅបទឈប់បាញ់គ្នានោះទេប្រសិនបើចង់ឲ្យរុស្ស៊ីទទួលយកលុះត្រាតែក្រុមប្រទេសពួកបច្ចឹមលោកលើកលែងការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីប្រទេសរុស្ស៊ីបានដាក់លក្ខខណ្ឌឲ្យថាបទឈប់បាញ់គ្នាគឺមានលក្ខណៈទូលំទូលាយការអនុវត្តបទឈប់បាញ់គ្នាមានលក្ខណៈទូលំទូលាយលុះត្រាតែអឺរ៉ុបដកទណ្ឌកម្មទៅលើរុស្ស៊ីហើយក្នុងនោះរុស្ស៊ីបានទាមទារបន្ថែមទៀតថាតំបន់សមុទ្រខ្មៅគឺជាលំហសម្រាប់ប្រទេសរុស្ស៊ីបើកបរនាវាដឹកជញ្ជូនពាណិជ្ជកម្មរបស់ខ្លួនប៉ុន្តែនៅពេលដែលប្រទេសអឺរ៉ុបបានប្រកាសថាមិនលើកលែងការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីព្រមានថារុស្ស៊ីនឹងមិនគោរពនៅបទឈប់បាញ់គ្នានេះបាននោះទេប្រសិនបើអឺរ៉ុបមិនដកទណ្ឌកម្មរបស់អឺរ៉ុបនោះរុស្ស៊ីចង់ឲ្យអឺរ៉ុបបញ្ឈប់ការដាក់ទណ្ឌកម្មឧស្សាហកម្មប្រេងរបស់រុស្ស៊ីគឺទណ្ឌកម្មទៅលើការរាំងខ្ទប់នៃការដឹកជញ្ជូនគ្រាប់ធញ្ញជាតិស្បៀងរបស់រុស្ស៊ីដើម្បីយកទៅលក់នៅក្រៅប្រទេសនិងទណ្ឌកម្មមួយផ្សេងទៀតគឺរុស្ស៊ីចង់ឲ្យប្រទេសអឺរ៉ុបដកទណ្ឌកម្មចេញពីរុស្ស៊ីនោះគឺទណ្ឌកម្មទៅលើការផ្ទេរប្រាក់ដែលអឺរ៉ុបបានដាក់ទណ្ឌកម្មទៅលើធនាគារនៅក្រៅប្រទេសរបស់រុស្ស៊ីគឺរុស្ស៊ីចង់ឲ្យអឺរ៉ុបលើកលែងនៅទណ្ឌកម្មទាំងនោះតែទោះជាយ៉ាងណាក៏ដោយអឺរ៉ុបបានប្រកាសឲ្យថាអឺរ៉ុបមិនមានពេលក្នុងការដកទណ្ឌកម្មចេញពីរុស្ស៊ីដាច់ខាតហើយអឺរ៉ុបបានបញ្ជាក់បន្ថែមទៀតថាអឺរ៉ុបមានតែដាក់បន្ថែមទណ្ឌកម្មបន្ថែមទៀតជាមួយនឹងការដែលត្រូវរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមាននៅលើទឹកដីរបស់អឺរ៉ុបយ៉ាងតិច$200,000 លានសហរដ្ឋអាមេរិកដោយការរឹបអូសហើយទ្រព្យសម្បត្តិទាំងនោះគឺជាការជួសជុលឬក៏ជាសំណងទៅលើប្រទេសអ៊ុយក្រែនដែលអ៊ុយក្រែនរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសមហាអំណាចរុស្ស៊ីនេះមេដឹកនាំអឺរ៉ុបភាគច្រើនកំពុងតែបញ្ចុះបញ្ចូលទៅកាន់រដ្ឋការរបស់លោកដូណាល់ត្រាំគឺត្រូវតែធ្វើយ៉ាងណាកុំឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មទាល់តែសោះទៅលើប្រទេសរុស្ស៊ីបើទោះបីជារុស្ស៊ីកំពុងតែយល់ព្រមឲ្យមានបទឈប់បាញ់គ្នានៅក្នុងអន្តរកាលមួយដែលមិនច្បាស់លាស់នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសគឺលោក Keir Starmer បើយោងតាមការចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន Bloomberg គឺបានឲ្យដឹងថា
ប្រធានាធិបតីរបស់អាមេរិកលោក Donald Trump បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer តាមរយៈទូរស័ព្ទលោកទាំងពីរបានសន្ទនាគ្នាតាមរយៈទូរស័ព្ទកាលពីថ្ងៃទី30 ខែមីនាឆ្នាំ2025នេះនៅក្នុងអំឡុងនៃកិច្ចសន្ទនាគ្នានេះមេដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីស្ថានភាពសង្គ្រាមរបស់ប្រទេសរុស្ស៊ីនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនរួមនឹងប្រធានបទផ្សេងទៀតបើយោងតាមការចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មានដដែលនេះគឺបានឲ្យដឹងថាភាគីទាំងពីរបានពិភាក្សាគ្នាដោយនៃស្ថាបនាទៅវិញទៅមកជាមួយនឹងការយល់ព្រមដើម្បីពង្រឹងសម្ព័ន្ធភាពទំនាក់ទំនងរវាងប្រទេសទាំងពីរជាពិសេសនោះគឺផ្នែកសេដ្ឋកិច្ចប៉ុន្តែនៅក្នុងនោះនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសលោក Keir Starmer លោកនៅតែទទូចឲ្យរដ្ឋការរបស់លោក Donald Trump កុំជឿទៅលោកពូទីនខ្លាំងពេកហើយលោក Keir Starmer បានហៅជំហររបស់លោកពូទីនបច្ចុប្បន្ននេះនៅតែជាផ្នែកមួយដែលកំពុងតែលេងសើចជាមួយនឹងពេលវេលាដែលគាត់ត្រូវតែបន្តពង្រីកសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះហើយស្របពេលជាមួយគ្នានេះដែរមេដឹកនាំនៃប្រទេសទាំងពីរក៏ជជែកគ្នាអំពីផែនការរបស់អឺរ៉ុបដែលបង្កើតសុឆន្ទៈរួមគ្នានៅក្នុងអឺរ៉ុបដើម្បីរៀបចំកម្លាំងសន្តិសុខដើម្បីបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនដែលមេដឹកនាំអឺរ៉ុបចំនួន31ប្រទេសបានជួបប្រជុំគ្នានៅលើទឹកដីនៃប្រទេសបារាំងនៅទីក្រុងប៉ារីសនៅថ្ងៃទី27 ខែមីនាឆ្នាំ2025នេះដោយកំណត់ការបញ្ជូនកម្លាំងសន្តិសុខពិសេសសម្រាប់អឺរ៉ុបទៅដាក់ពង្រាយនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនគឺក្នុងពេលឆាប់នេះហើយបើយោងតាមប្រធានាធិបតីរបស់បារាំងគឺលោកអេម៉ាញូអែលម៉ាក្រុងនឹងបញ្ជូនឧត្តមសេនីយ៍យោធារបស់អឺរ៉ុបមួយចំនួនទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីសិក្សានៅទីតាំងនៃការដាក់ពង្រាយកងសន្តិសុខរបស់អឺរ៉ុបនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនហើយលោកម៉ាក្រុងបានបង្ហើបឲ្យដឹងថាកម្លាំងសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែននេះគឺត្រូវតែរៀបចំខ្លួនឲ្យស្រេចដើម្បីបញ្ជូនចូលទៅក្នុងប្រទេសអ៊ុយក្រែនហើយកម្លាំងរក្សាសន្តិសុខនេះវាមិនពាក់ព័ន្ធទៅនឹងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែននោះទេក៏ព្រោះតែកម្លាំងសន្តិសុខនេះគឺជាផ្នែកមួយនៃការការពារទីតាំងសំខាន់របស់អ៊ុយក្រែនដើម្បីទប់ទល់ក្នុងការឈ្លានពានរបស់រុស្ស៊ីជាថ្មីម្ដងទៀតប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពជាថ្មីត្រូវបានធ្វើឡើងរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនជាមួយគ្នានេះផងដែរលោក Donald Trump បានប្រាប់ទៅលោក Keir Starmer ថាសហរដ្ឋអាមេរិកនៅតែគៀបសង្កត់រុស្ស៊ីគឺមិនទទន់ទៅរករុស្ស៊ីនោះទេទោះបីជាលោកបានបញ្ជាក់ថាលោកមានទំនាក់ទំនងល្អជាមួយនឹងលោក Vladimir Putin ក៏ដោយនោះហើយនេះគឺជាការបញ្ជាក់ដោយលោក Keir Starmer នៅក្នុងទំព័រ website នៃរដ្ឋាភិបាលនៃចក្រភពអង់គ្លេសប្រធានាធិបតីរបស់អាមេរិកលោក Donald Trump បានសម្ដែងកំហឹងខឹងនឹងលោក Putin ហើយលោកបានគម្រាមថាលោកនឹងបន្ថែមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបន្ថែមទៀតទៅលើប្រទេសរុស្ស៊ីនៅក្នុងបទសម្ភាសន៍មួយនៅលើបណ្ដាញ NBC News លោក Donald Trump បាននិយាយថាចំពោះការទាមទារនិងលក្ខខណ្ឌរបស់រុស្ស៊ីវាកាន់តែលំបាកនិងស្មុគស្មាញខ្លាំងសម្រាប់សហរដ្ឋអាមេរិកពីការដែលលោកពូទីនទាមទារឲ្យដោះដូរប្រធានាធិបតីនៅប្រទេសអ៊ុយក្រែនដែលមិនទទួលស្គាល់លោក Volodymyr Zelensky ជាប្រធានាធិបតីរបស់អ៊ុយក្រែនហើយទាមទារឲ្យមានអាជ្ញាធរនៃអង្គការសហប្រជាជាតិដោយចូលទៅគ្រប់គ្រងទៅលើរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែនដែលលោក Donald Trump បានហៅលក្ខខណ្ឌរបស់លោកពូទីនគឺកាន់តែស្មុគស្មាញហើយវាជាលក្ខខណ្ឌដែលលោកពូទីនមិនចង់ធ្វើឲ្យមានសន្តិភាពនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនហើយសម្រាប់លោក Donald Trump បានបញ្ជាក់ថាអាមេរិកនឹងបន្ថែមទណ្ឌកម្មដំណាក់កាលថ្មីទៀតទៅលើប្រទេសរុស្ស៊ីលោក Donald Trump បានប្រមានថារុស្ស៊ីមិនអាចប្រើប្រាស់ពេលវេលាដើម្បីបន្តសង្គ្រាមនោះទេគឺសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនហើយទោះជាយ៉ាងណាអគ្គលេខាធិការអង្គការសហប្រជាជាតិអង្គតូញ៉ូកូតេរ៉េសបានច្រានចោលរួចទៅហើយនៅការអំពាវនាវរបស់លោក Vladimir Putin ដែលសូមឲ្យមានរដ្ឋបាលនៃអង្គការសហប្រជាជាតិដើម្បីចូលទៅគ្រប់គ្រងលើទឹកដីនៃប្រទេសអ៊ុយក្រែនលោកអគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានថ្លែងថារដ្ឋាភិបាលរបស់អ៊ុយក្រែនបច្ចុប្បន្ននេះមិនមែនជារដ្ឋាភិបាលខុសច្បាប់នោះទេដោយសារតែប្រទេសអ៊ុយក្រែនមិនអាចធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក៏ព្រោះតែអ៊ុយក្រែនកំពុងតែធ្លាក់ក្នុងសង្គ្រាមនៃការឈ្លានពានរបស់រុស្ស៊ីទៅលើទឹកដីនៃប្រទេសអ៊ុយក្រែនហើយលោកអង្គតូញ៉ូកូតេរ៉េសបានថ្លែងថាអង្គការសហប្រជាជាតិមានកាតព្វកិច្ច
ជួយប្រទេសដែលមានកិច្ចព្រមព្រៀងជាមួយគ្នាហើយបញ្ជូនកម្លាំងសន្តិសុខទៅជួយគ្រប់គ្រងសន្តិសុខសម្រាប់ប្រទេសនោះប៉ុន្តែនៅពេលដែលប្រទេសនោះមានរដ្ឋាភិបាលស្របច្បាប់និងមានអធិបតេយ្យភាពរបស់ខ្លួនគឺអង្គការសហប្រជាជាតិគ្មានកាតព្វកិច្ចនោះទេហើយសូមបញ្ជាក់បន្ថែមទៀតថាមុននឹងបង្កើតរដ្ឋាភិបាលអន្តរកាលថ្មីមួយក្រោមការដឹកនាំនៃអង្គការសហប្រជាជាតិនោះគឺត្រូវតែឆ្លងកាត់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចរកឃើញសម្លេងរួមនោះទេគឺវាមិនអាចទៅរួចនោះទេលោក Donald Trump បានទាត់ចោលរួចស្រេចហើយថាគំនិតផ្ដួចផ្ដើមរបស់ទីក្រុងមូស្គូដែលចង់ឲ្យមានយន្តការនៃអង្គការសហប្រជាជាតិជារដ្ឋាភិបាលអន្តរកាលនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនលោក Donald Trump ក៏លើកឡើងដូចទៅនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិដោយបញ្ជាក់ថារដ្ឋាភិបាលរបស់អ៊ុយក្រែនបច្ចុប្បន្ននេះបើទោះបីជាមិនបានឆ្លងកាត់ការបោះឆ្នោតតែរដ្ឋាភិបាលនៅតែមានអធិបតេយ្យភាពរបស់ខ្លួនប៉ុន្តែកន្លងមកលោក Donald Trump ធ្លាប់និយាយថាអ៊ុយក្រែនគួរតែមានការបោះឆ្នោតសម្រាប់មេដឹកនាំអាណត្តិថ្មីបើទោះបីជាជាប់លោក Volodymyr Zelensky ក៏ដោយក៏វាបំពេញនូវភាពស្របច្បាប់របស់អ៊ុយក្រែនផងដែរហើយអ្វីដែលលោក Vladimir Putin ចង់ដោះដូរមេដឹកនាំអ៊ុយក្រែននោះក៏ព្រោះតែលោក Vladimir Putin បានចាត់ទុកលោក Volodymyr Zelensky ជាសត្រូវយ៉ាងអាក្រក់បំផុតរបស់រុស្ស៊ីចំពោះទីក្រុងមូស្គូបានប្រកាសថាគេចង់បានរដ្ឋាភិបាលថ្មីនៅអ៊ុយក្រែនដើម្បីស្ដារទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ុយក្រែនឡើងវិញ